បាទឥឡូវនេះយើងចូលមកដល់ចំណុចទី6បាទនិយាយអំពី data table បាទនៅក្នុងចំណុចមុនយើងបានជជែកគ្នាអំពីអឺ RDBMS បាទ Relational Database Management System បាទ Relational Database Management System ជាទូទៅជា program មួយដែលយើងធ្វើការរក្សាទិន្នន័យជាលក្ខណៈ relation ណាដែលមាន relation គ្នាអញ្ចឹងការរក្សាទិន្នន័យនៅក្នុង DBMS ជាទូទៅគឺធ្វើជាលក្ខណៈទម្រង់ logical មួយដែលយើងហៅថា table បាទឲ្យយើងមើលឃើញទិន្នន័យជាលក្ខណៈតារាងបាទអញ្ចឹងនៅក្នុងចំណុចនេះយើងនឹងមើលលម្អិតតិចតើតារាងហ្នឹងយ៉ាងម៉េចទី1គឺនិយមន័យនៃពាក្យថា table បាទ table គឺជាសំណុំនៃ rows ហើយនឹង column បាទពេលណាយើងមាន row ជួរដេកបាទ column ជួរឈរផ្គុំបញ្ចូលគ្នាទៅគឺបានជា table មួយបាទអញ្ចឹង table តាមពិតជា data structure ជារចនាសម្ព័ន្ធរក្សាទិន្នន័យមួយដោយចែកជា row ហើយនិង column បាទលុះត្រាតែមាន row ហើយនិងមាន column ទើបចេញជា table បានបើអត់មានពីរហ្នឹងទេគឺអត់ចេញ table ទេអញ្ចឹងបានកន្លែងនេះគេថា table គឺជាសំណុំរបស់ row ហើយនិង column បាទតើ row យ៉ាងម៉េច column យ៉ាងម៉េចបាទអានេះយើងជឿថាពួកយើងស្គាល់ហើយបាទ row គឺជួរដេកទិន្នន័យមួយជួរដេកហ្នឹងគេហៅ row ហើយជួរឈរហ្នឹងគេហៅថា column បាទអូខេអញ្ចឹងយើងមើលកន្លែងនេះតិចទៀតគឺថា table ទាំងអស់គឺត្រូវតែមាន row យ៉ាងហោចណាស់មួយហើយនិង column មួយបាទចឹងដូចខ្ញុំបញ្ជាក់ខាងដើម table បើអត់មាន row មាន column ទេវាអត់ចេញជា table ទេអញ្ចឹង table មួយយ៉ាងហោចណាស់ក៏មានមួយ row មួយ column ហើយនៅក្នុង database ដែលយើងរៀននេះជាទូទៅទិន្នន័យរបស់យើងគឺរក្សានៅក្នុង tables បាទរក្សានៅក្នុង table ដែលមាន row ហើយនិងមាន column បាទកាលណាយើងនិយាយអំពី table យើងអាចនិយាយម្យ៉ាងទៀតថា table គឺជាសំណុំនៃ object ឬក៏ជាសំណុំនៃទិន្នន័យរបស់យើងទាំងអស់បាទអញ្ចឹងមានន័យថាក្នុង table នីមួយៗមានទិន្នន័យរបស់យើងដែលទិន្នន័យនីមួយហ្នឹងគឺជា row ឧបមាថាយើងមាន table មួយដែលមាន10 row បាទអញ្ចឹងមានន័យថាក្នុង table ហ្នឹងយើងមាន10 object នីមួយមានលក្ខណៈសម្គាល់របស់វាគឺជា column ឧទាហរណ៍ថាអញ្ចេះឧទាហរណ៍យើងមានសិស្ស10នាក់បាទសិស្ស10នាក់យើងដាក់ក្នុងតារាងមួយបាទអាហ្នឹងគឺទាំង10ហ្នឹងយើងហៅថា10 object សិស្សនីមួយហ្នឹងយើងអាចតាំងដោយ row មួយបាទធម្មតាសិស្សវាមានឈ្មោះមានថ្ងៃខែឆ្នាំកំណើតមានលេខទូរស័ព្ទមានអាយុមានអីចឹងទៅបាទឈ្មោះថ្ងៃខែឆ្នាំកំណើតលេខទូរស័ព្ទទាំងអស់ហ្នឹងគេហៅវាថាជា column ជាផ្នែកមួយនៃទិន្នន័យ row នីមួយគឺជាទិន្នន័យមួយ object column នីមួយគឺជាផ្នែកមួយនៃទិន្នន័យបាទនៅក្នុង table មួយយើងចាំក្នុង table មួយគ្រប់ row ឬក៏ object ទាំងអស់គឺមាន property ដូចគ្នាអត់មាន object ខ្លះមាន property ផ្សេង object ចាស់មាន property ផ្សេងអត់ទេបាទអញ្ចឹងកន្លែងនេះគេបញ្ជាក់បន្ថែមថា row តំណាងឲ្យ object នីមួយឬក៏ record នៃទិន្នន័យមួយបាទ column គឺតំណាងឲ្យផ្នែកមួយនៃទិន្នន័យឬក៏យើងហៅថា properties បាទតើ property យ៉ាងម៉េចឥឡូវឧទាហរណ៍ថាអញ្ចេះឧទាហរណ៍ថាយើងមាន computer មួយបាទ computer ហ្នឹងគឺជា object មួយឃើញទេបានន័យថាហ្នឹងគឺជាមួយ row បាន single object មួយ row បានតើ object មួយហ្នឹងវាមាន column អីខ្លះឬក៏យើងហៅថាមានបំណែកទិន្នន័យឬក៏ property អីខ្លះឧទាហរណ៍ model របស់ computer បាទពណ៌របស់ computer ទំហំ RAM របស់ computer ទំហំ hard disk តម្លៃ computer បាទថ្ងៃខែផលិត computer លក្ខណៈអញ្ចឹងផ្នែកទិន្នន័យមួយឬក៏ property របស់វាទាំងអស់ហ្នឹងគឺជា column បាទគឺជា column បាទចា៎ហ្នឹងគឺយើងហៅថាអឺ column ហើយ row ហើយនឹង table បាទយកមើលរូបមួយនេះបាទមើលរូបនេះបាទឧទាហរណ៍យើងមាន table មួយបែបនេះយើងមើលទៅមាន table មួយបែបហ្នឹង table ហ្នឹងតំណាងដោយឈ្មោះរបស់វាមួយឈ្មោះថា air table ហ្នឹងយើងអាចហៅវាថាជា relation ក៏បានបាទនៅក្នុង relational model បើនៅក្នុង network model យើងហៅវាថាជា sets ណាគឺជា sets បាទអញ្ចឹងវាផ្គុំឡើងពី row column បែបហ្នឹងយើងមាន A1 A2 A3 ចុចរហូតដល់ AN អាហ្នឹងគឺជា
column បន្តមកយើងមាន value 1 2 3 4រហូតចុះក្រោមអាហ្នឹងយើងហៅវាថាជា row បាទ A1 A2 A3 នេះគេហៅវាជា heading ណាគឺជា column heading គឺជាឈ្មោះតំណាងចំណែកអាមួយនេះយើងហៅវាថា tuple record ណាហ្នឹងឡាបាទអញ្ចឹងទាំងអស់ហ្នឹងគឺជា table ហើយណាជា table ហើយមានក្បាល table A1 A2 យើងហៅថា heading បាទហើយនឹងមានតួខ្លួនរបស់វាគឺទិន្នន័យនីមួយៗបាទអញ្ចឹងយើងមើលទៅអត់មានអីពិបាកយល់ទេបាទអ្វីដែលយើងត្រូវចាំសំខាន់បំផុតនៅកន្លែងហ្នឹងគឺដឹងថា table មាន column ហើយនឹងមាន row column ផ្នែកមួយនៃទិន្នន័យ row គឺជាទិន្នន័យមួយជាក់ស្ដែងបាទ object មួយ object ជាក់ស្ដែងអូខេចឹងយើងមើលឧទាហរណ៍នេះមួយបាទយើងមាន table មួយដែលតំណាងឲ្យ product បាទ product វាមានលេខកូដរបស់វាតំណាងដោយ column មួយឈ្មោះថា PID ណា PID ហើយវាមានឈ្មោះ product វាមានឈ្មោះ supplier វាមាន unit price មាន quantity វាមានលេខ block របស់វាហើយនឹងមានលេខហាងរបស់វាបាទអញ្ចឹងអ្វីដែលយើងមើលឃើញខាងលើនេះគឺជា column ទិន្នន័យមួយ record មួយ row នេះអានេះយើងហៅថាជា row ហើយណាជា row ហើយបាទអូខេណាអញ្ចឹងសរុបមកវិញបាទ table គឺជាសំណុំ row ហើយនឹង column បាទ row គឺជាទិន្នន័យមួយជាក់ស្ដែងមួយ object column គឺជាផ្នែកមួយនៃទិន្នន័យ